រាត្រីដែលមានភ្លៀងធ្លាក់កក់ខែដើមឆ្នាំមួយមេយ៉ាងធំធ្វើឲ្យមានទឹកជន់លិចវាស្រែនិងមានសត្វក្តាមកង្កែបហ៊ីងចេញមកច្រៀងរំពងពាសពេញដីអាកាសធាតុសែនត្រជាក់ខ្យល់ល្អបរិសុទ្ធសម្រាប់អ្នករស់នៅទីជនបទខ្ញុំបាទរដ្ឋាដែលមានទីលំនៅខេត្តកំពង់ចាមស្រុកមួយដែលមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនហើយឆ្នាំនេះខ្ញុំបាទមានអាយុ17ឆ្នាំហើយជាសិស្សវិទ្យាល័យថ្នាក់ទី12ពិតជាមមាញឹកនឹងការសិក្សាពីព្រោះថាវាជាឆ្នាំប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យផងដែរការប្រឡងបញ្ចប់គូកាន់ខិតចិត្តមកដល់ជារៀងរាល់យប់ខ្ញុំតែងតែមើលមេរៀននិងរៀនធ្វើលំហាត់យ៉ាងមមាញឹករហូតដល់យប់ជ្រៅជារៀងរាល់យប់ផងដែរថ្ងៃខ្លះខ្ញុំជក់ចិត្តនឹងការដោះស្រាយលំហាត់រហូតដល់ម៉ោង1ឬម៉ោង2យប់ក៏មានម្យ៉ាងដែរជីវិតសិស្សវិទ្យាល័យរកពេលវេលាសម្រាប់ពុំបានដោយសារតែការមមាញឹកមួយនេះពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យចិត្តគំនិតរបស់ខ្ញុំក៏មានការវិវត្តទៅមុខជាលំដាប់ផងដែរព្រះតនគរបានរះជះពន្លឺរស្មីនាពេលព្រឹកព្រលឹមសម្រាប់ថ្ងៃថ្មីដោយមានសំឡេងធម្មជាតិច្រៀងកំដរអមជាមួយនឹងអាកាសធាតុដែលមានផ្សែងអាប់ចុះពាសពេញដីផងដែរកំពុងតែលងលក់នឹងភាពងងុយផងនិងដោយសារតែភាពអត់ងងុយកាលពីយប់មិញក្នុងការដោះស្រាយលំហាត់គីមីវិទ្យាដល់ម៉ោង3ទៀបភ្លឺផងនោះបានធ្វើឲ្យខ្ញុំលងលក់ដោយមិនដឹងថាមេឃបានបញ្ចេញរស្មីកម្ពស់ចុងដងទៅហើយម៉ោង 7:08 កន្លះព្រឹកទៅហើយខ្ញុំពុំទាន់ភ្ញាក់ពីគេនៅឡើយក៏ព្រោះតែកំពុងយល់សប្តិយ៉ាងររៀលរមិចរមួលតែឯងនៅលើគ្រែក្នុងបន្ទប់មួយជាមួយនឹងអាសំណប់ចិត្តគឺអាលុកនៅក្នុងសុបិននោះមានបុរសម្នាក់មានធំក្រអាងកម្ពស់1.78 សង់ទីម៉ែត្រដើមទ្រូងហាប់ណែនច្រមុះស្រួចព្រមទាំងមានសាច់ដុំ6កង់ទៀតផងអាយុគាត់ប្រហែលជា35ឆ្នាំសម្បុរសណ្ដែកបាយកៅភ្នែកមុតថ្លាចិញ្ចើមក្រាស់និងបបោមាត់សិចស៊ីក្នុងសភាពសម្លៀកបំពាក់ជាប៉ូលីសគាត់បានមកត្រកង3បងខ្ញុំនៅលើគ្រែភក់គេងនិងបានបំពេញលើរូបរាងកាយរបស់ខ្ញុំដោយគាត់បានលូកដៃមកដោះអាវរបស់ខ្ញុំយ៉ាងសន្សឹមព្រមជាមួយកាយវិការជាសុភាពបុរសធ្វើឲ្យខ្ញុំឆ្លក់វង្វេងស្មារតីក្នុងកាមារម្មណ៍ដែលបានបញ្ចេញពីស្នាមញញឹមរបស់គាត់ដៃស្នាមរបស់គាត់បានលូកដោះអាវរបស់ខ្ញុំហើយដៃឆ្វេងរបស់គាត់បានលូកអង្អែផ្លូវរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំបះរោមព្រឺសម្បុរគីងគក់
និងរសាប់រសល់រកពាក្យនិយាយមិនត្រូវបន្ទាប់ពីគាត់បានដោះអាវខ្ញុំចេញរួចហើយគាត់ចាប់ដើមប្រលេះលែវអាវរបស់គាត់ប្រវត្តិទៅម្ខាងនៃជ្រុងគ្រែហើយបានហក់មកចាប់ថើបនិងបឺតមាត់របស់ខ្ញុំយ៉ាងរោរាលដៃរបស់គាត់បានចាប់លុកច្របាច់ដោះរបស់ខ្ញុំយ៉ាងញក់ញីនិងស្រើបស្រាលបំផុតបន្ទាប់មកគាត់បានអូសអណ្ដាតដល់ប្រសពរបស់គាត់មកដល់កញ្ចឹងករបស់ខ្ញុំសំឡេងធ្ងរបានបញ្ចេញពីមាត់របស់ខ្ញុំដោយមិនដឹងខ្លួនស្រួលណាស់បងស្រួលបងស្រួលខ្ញុំកាន់តែធ្ងរគាត់កាន់តែលិតដោយឮសំឡេងបឺតជញ្ជក់លាន់ឮសូរជុបគាត់ក៏បន្លឺវាចាមកថាខ្លួនអូនក្រអូបណាស់ឆ្ងាញ់ណាស់ខ្ញុំក៏បន្លឺសំឡេងឡើងថាស្រួលណាស់បងដោយភាពរោរាលនិងរាងកាយដ៏សេកស៊ីរបស់គាត់បានធ្វើឲ្យខ្ញុំកាន់តែរោរាលហើយក៏ស្ទុះងើបទាំងកំរោលទៅបឺតមាត់គាត់វិញខ្ញុំបានប្រើអណ្ដាតរបស់ខ្ញុំលិតករបស់គាត់បន្ទាប់មកលិតក្បាលដោះរបស់គាត់ព្រមទាំងខំតិចធ្វើឲ្យគាត់កាន់តែរោរាលនិងធ្ងរមិនដាច់ពីមាត់ស្រួលណាស់អូនបើកដោះបងមកសាច់ដុំទ្រូងដ៏ហាប់ណែនព្រមទាំងចេញរាងយ៉ាងស្រស់សង្ហាព្រមទាំងបាពោះមានសាច់ដុំកង់ធ្វើឲ្យខ្ញុំកាន់តែពុះកញ្ជ្រោលឡើងគាត់បានពោលឡើងថាស្រួលណាស់អូនបើមកសម្លាញ់ចិត្តបងស្រួលណាស់អូនបងស្រួលណាស់សំឡេងធ្ងួចធ្ងរប្រកបដោយភាពសុខស្រួលបានឮត្រហឹងពេញបន្ទប់របស់ខ្ញុំបានចាប់ផ្ដើមអូសអណ្ដាតពីដើមទ្រូងដល់សែនហាប់ណែនកាត់តាមសាច់ដុំកង់របស់គាត់ហើយបន្តអូសមកដល់រុនផ្ចិតនិងក្រលៀសចុះឡើងធ្វើឲ្យគាត់នៅមិនសុខរមិចរមួលខ្វាចខ្ញាំកំរាពុះនិងដង្ហក់ដង្ហើមសឹងតែមិនដល់គ្នាខ្ញុំបានប្រើមាត់ដើម្បីទាញប្រលេះលែវខោរបស់គាត់បន្ទាប់មកទាញសម្រូតចុះក្រោមដោយទុកតែខោលីអូម៉ារីណូម៉ាខ្វៀលពណ៌ខៀវបង្ហាញភាពសិចស៊ីខ្ញុំពិតជាទ្រាំមិនបាននឹងភាពសិចស៊ីនេះពិតមែនខ្ញុំបានយកអណ្ដាតរបស់ខ្ញុំទៅលិតទឹករំអិលដែលបានហៀចេញមកខាងក្រៅខោលីអូនោះដែលមើលទៅបានបង្ហាញភាពសិចស៊ីខ្លាំងនិងមានក្លិនក្រអូបប្រហើរគាត់ហាក់ពេញចិត្តនឹងខ្ញុំខ្លាំងណាស់ក្រសែភ្នែកយ៉ាងស្រទន់របស់គាត់បានធ្វើឲ្យខ្ញុំកាន់តែឆ្លក់វង្វេងកាន់តែខ្លាំងលិតផងជញ្ជក់ផងគាត់ធ្ងរយ៉ាងរហឹសOh yes fucking shit oh yes ស្រួលណាស់ស្រួលណាស់អូនស្រួលណាស់បន្ទាប់ពីខំញញនិងញល់តិចគាត់ស្រើបស្រាលពេលដែលអណ្ដាតរបស់ខ្ញុំកំពុងតែលិតនៅលើខោលីអូរបស់គាត់បានពឹងគូតនិងយល់ផ្ទប់នឹងអណ្ដាតខ្ញុំវិញទាំងស្រាបស្រាលនិងធ្ងររហឹស
ដោយសារការររៀលពេកគាត់បានស្ទុះងើបចាប់ក្រសោបខ្ញុំផ្ទប់ទៅនឹងពុកបន្ទាប់មកចាប់ខ្ញុំថើបយ៉ាងញក់ញីនិងសម្រាប់ខោរបស់ខ្ញុំចេញដោយបន្សល់ទុកតែខោលីអូពណ៌សម៉ាក់ CK ខ្វៀលបង្ហាញភាពសិចស៊ីនិងររៀលគាត់បានថើបលើខោលីអូខ្ញុំលិតថើបនិងស្រង់ក្លិនយ៉ាងជក់ចិត្តបន្ទាប់មកគាត់បានយកអណ្ដាតមកលិតដោះរបស់ខ្ញុំខាំញល់តិចតិចព្រោះខ្ញុំទ្រាំមិនបាននោះឡើយបន្ទាប់មកគាត់បានយកអណ្ដាតរបស់គាត់មកលិតលើដោះរបស់ខ្ញុំខាំញល់តិចតិចដែលធ្វើឲ្យខ្ញុំព្រមសឹងតែមិនបានភាពររៀលនៃការលិតក្បាលដោះដោយធ្វេសមាត់កំឡោះម្នាក់នេះបានធ្វើឲ្យខ្ញុំធ្ងន់ធ្ងរទាំងមិនដឹងខ្លួនស្រួលណាស់បងពូកែណាស់បើមកបងស្រួលណាស់បងសំឡេងគោះទ្វារបន្ទប់បានបន្លឺឡើងតុករដ្ឋាខោកឡើងកូននេះម៉ោង8កន្លះហើយណារដ្ឋាសំឡេងហៅរបស់ម៉ែបានកាត់ចង្វាក់ដែលកំពុងតែររៀលរបស់ខ្ញុំបានឆ្លើយទាំងមិនទាន់បាត់ងងុយព្រមទាំងអាប្អូនតូចរបស់ខ្ញុំកំពុងតែនៅរឹងនៅឡើយបាទម៉ែកូនភ្ញាក់ហើយម៉ែអើយម៉ែមកកាត់ចង្វាក់កូនហើយនេះកំពុងតែររៀលផងមើលមកលីអូរបស់ខ្ញុំសើមដោយទឹកសម្រើបមុននេះបន្តិចឡើងជោគពេញផ្ទៃលីអូខាងមុខតែម្ដងម្ដាយរបស់ខ្ញុំក៏អូទានឡើងរដ្ឋាកូនប្រញាប់រៀបចំខ្លួនទៅហូបអាហារពេលព្រឹកនិងទៅចំការជាមួយពុកកូនពីព្រោះថ្ងៃនេះម៉ែរវល់ទៅជួយកម្មវិធីម្ដាយធំឯងនៅឯដើមភូមិផងខ្ញុំក៏ឆ្លើយតបទៅគាត់វិញបាទម៉ែខ្ញុំក៏មនីដើម្បីងូតទឹកនិងហូបអាហារពេលព្រឹកព្រមទាំងទៅចំការជាមួយពុកពីព្រោះថ្ងៃនេះដល់ខែប្រមូលដំណាំដំឡូងនិងពោតលើកដំបូងផង